មនុស្សមួយចំនួនយល់ថាការយកថង់សម្រាមចេញពីធុងសម្រាមគឺជាកិច្ចការមួយនាទីសម្រាប់ខ្ញុំវាជាកិច្ចការដែលស្ទើរតែមិនអាចទៅរួចខ្ញុំជាផ្នែកមួយនៃប្រជាជនដែលមានពិការភាពនៅក្នុងរដ្ឋអ៊ីស្រាអែលដែលដោះស្រាយជារៀងរាល់ថ្ងៃជាមួយនឹងស្ថានភាពរាងកាយនិងផ្លូវចិត្តដែលធ្វើឲ្យកិច្ចការសាមញ្ញមានការលំបាកក្រោកពីដំណេករៀបចំនិងជួនកាលថែមទាំងធ្វើរឿងសាមញ្ញបំផុតនៅផ្ទះទៀតផងកិច្ចការមួយដែលខ្ញុំមានការលំបាកជាពិសេសគឺការយកសម្រាមចេញពីអាផាតមិនរបស់ខ្ញុំបានព្យាយាមតាក់ទងភ្នាក់ងារការិយាល័យរដ្ឋាភិបាលអង្គការមិនរកប្រាក់ចំណេញផ្សេងប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែងខ្ញុំឃើញថាខ្លួនឯងត្រូវបានបញ្ជូនម្ដងហើយម្ដងទៀតពីភ្នាក់ងារមួយទៅភ្នាក់ងារមួយទៀតដោយគ្មានដំណោះស្រាយពិតប្រាកដក្នុងពេលនេះជីវិតនៅតែបន្តហើយការលំបាកនៅតែមានខ្ញុំរស់នៅដោយគ្រាន់តែទទួលបានប្រាក់សោធននិវត្តន៍សម្រាប់ជនពិការដូច្នេះខ្ញុំមិនមានជម្រើសក្នុងការបង់ប្រាក់ឲ្យក្រុមហ៊ុនឯកជនដើម្បីជួយខ្ញុំជាមួយនឹងរឿងសាមញ្ញបែបនេះទេវីដេអូនេះមិនមានបំណងត្អូញត្អែរទេប៉ុន្តែដើម្បីបំភ្លឺការពិតមួយដែលមនុស្សដែលមានពិការភាពដោះស្រាយតែម្នាក់ឯងជាមួយនឹងការលំបាកប្រចាំថ្ងៃដែលអ្នកដទៃស្ទើរតែមិនកត់សម្គាល់ប្រហែលជាដំណោះស្រាយស្ថិតនៅក្នុងសហគមន៍ប្រហែលជានៅក្នុងគម្រោងស្ម័គ្រចិត្តតូចមួយប្រហែលជាជាមួយនឹងការយល់ដឹងកាន់តែច្រើនប្រសិនបើនរណាម្នាក់ដឹងពីដំណោះស្រាយគំនិតផ្ទួចផ្ដើមឬសូម្បីតែអ្នកជិតខាងល្អដែលមានឆន្ទៈជួយខ្ញុំចង់ឮណាស់